ធ្វើឲ្យមិនដាច់ពេលត្រូវស៊ីម៉ងកាត់ដៃសម្រាប់បងប្អូនដែលមិនមែនជាកម្មករសំណង់ដែលមិនធ្លាប់បានប៉ះពាល់ស៊ីម៉ងពីមុនមកហើយក៏បានធ្វើការលេងស៊ីម៉ងដោយខ្លួនឯងដើម្បីប្រើការស៊ីម៉ងប្រើប្រាស់ដូចជាចាក់សាបសង់ផ្នែកខ្លះនៃផ្ទះដោយខ្លួនឯងដោយមិនចាំបាច់ប្រើជាងជាហេតុមិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេចនៅពេលដែលដៃជើងឬស្បែករបស់លោកអ្នកមានអាការៈដូចជារបកស្បែករមាស់កាត់ដៃកាត់ស្បែកនោះដើម្បីដោះស្រាយបញ្ហានេះបានលោកអ្នកគ្រាន់តែយកទឹកក្រូចឆ្មាមកលាបលើបរិវេណស្បែកដែលត្រូវស៊ីម៉ងកាត់នោះទុកប្រហែល1សន្ទុះត្រូវលាងទឹកជាមួយនឹងសាប៊ូដើម្បីសម្អាតចេញលោកអ្នកត្រូវព្យាយាមធ្វើដូចនេះជារៀងរាល់ថ្ងៃព្រឹកល្ងាចរហូតតតែរបួសនោះបានជាសះស្បើយ